ជំរាបសួរបងពួកខ្ញុំជាក្រុមអ្នកសារព័ត៌មានមកពីសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានហើយនៅក្នុងគណៈនេះដែរខ្ញុំបាទចង់បានពីចំណាប់អារម្មណ៍ដល់បងប្រុសថាតើបងមានអារម្មណ៍យ៉ាងណាដែរដែលឃើញវត្តមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតលោកបានអញ្ជើញមកផ្ទាល់សម្ពោធបាទទីតាំងតំបន់បឹងជរុកដែលចូលឆ្នាំនេះសូមបងមានអារម្មណ៍ចំណាប់អារម្មណ៍បន្តិចបងអញ្ចឹងក៏ខ្ញុំសូមជំរាបសួរបងខាងកសែតទី2អញ្ចឹងគាត់ថាព្រោះថាខ្ញុំតាំងឈ្មោះជាងារឈ្មោះជាសុកខាតអញ្ចឹងខ្ញុំបឹងជរុកដែលចូលឆ្នាំនេះអញ្ចឹងគាត់ថាគណៈធិបតីបវរធិបតីហ៊ុនម៉ាណែតគាត់អញ្ជើញមកទៅពោតនៅកន្លែងនេះនិយាយទៅគឺប្រជាជនពេញចិត្តនិងសប្បាយរីករាយមែនទែនពីព្រោះថាចង់បានសម្ដេចមកយូរហើយតែសម្ដេចកំពុងតែរវល់ឥឡូវបច្ចុប្បន្ននេះគឺសម្ដេចបានចុះមកផ្ទាល់មែនទែនហ្មងអញ្ចឹងមកខ្ញុំថាការដែលចុះសម្ដេចចុះមកហើយប្រជាជនទាំងអស់ទទួលអបអររីករាយនិងសប្បាយចិត្តដោយយ៉ាងខ្លាំងហ្មងចំពោះសម្ដេចដែលចុះមកអភិវឌ្ឍឬក៏ចុះកន្លែងដល់កន្លែងអភិវឌ្ឍរបស់ខ្ញុំចេះប្រជាជនទូទាំងភូមិបឹងជរុកដែលចូលជាគ្នាត្រេកអរញញឹមប្រឹមប្រៃសប្បាយរីករាយខ្លាំងណាស់ពីព្រោះថាមិនដែលបានឃើញសម្ដេចដល់ពេលនេះយើងបានឃើញហើយតែក៏សូមថាសម្ដេចចុះមកហើយក៏យើងទទួលហើយក៏យើងមានការរីករាយនឹងជូនពរសម្ដេចធិបតីឲ្យមានកាន់តែដឹកនាំប្រទេសកាន់តែបានយូរទៅទៀតហើយក៏ម្យ៉ាងទៀតក៏សូមឲ្យសម្ដេចធិបតីគឺជួយដឹកនាំក្រុមហ៊ុនឲ្យចុះចូលដើម្បីអភិវឌ្ឍនៅកន្លែងភូមិបឹងជរុកពីព្រោះថាឯកឧត្តមប៉ាន់ខែមន្ថនគាត់អ្នកដោះស្រាយបញ្ចប់រឿងនេះទាំងអស់អញ្ចឹងឯកឧត្តមប៉ាន់ខែមន្ថនគឺសម្ដេចបញ្ជាមកគឺមនុស្សដែលសម្ដេចទុកចិត្តហើយដោះស្រាយដោយភាពយុត្តិធម៌ត្រង់ពិតប្រាកដហ្មងអត់មានត្រូវការលុយកាក់ពីប្រជាពលរដ្ឋអត់មានត្រូវការដីធ្លីជួយចែកជូនបងប្អូនគ្នាឯងទេគឺជួយតែប្រជាពលរដ្ឋដែលអត់ខ្វះខាតបាទត្រង់នេះឯងថាការដែលដោះស្រាយទី1នេះគឺជាជំហានទី1របស់គាត់គឺល្អពេញចិត្តហើយប្រជាជនទទួលយកដល់ពេញចិត្តបំផុតហើយនឹងសប្បាយរីករាយបំផុតនឹងបងជាចុងក្រោយបងមានពាក្យពេចន៍អ្វីខ្លះដើម្បីថ្លែងអំណរគុណដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលលោកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋយើងទូទាំងប្រទេសបាទបងបាទខ្ញុំតែអញ្ចឹងខ្ញុំសូមជូនពរសម្ដេចបវរធិបតីហ៊ុនម៉ាណែតឬក៏សម្ដេចតេជោហ៊ុនសែនឲ្យមានថាសុខភាពល្អព្រមទាំងក្រុមគ្រួសារហើយនឹងជួបពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈសូមឲ្យសម្ដេចដឹកនាំប្រទេសតទៅមុខទៀតខ្ញុំជាប្រជាពលរដ្ឋខ្ញុំសូមជ្រោកក្រោមម្លប់ដុតតិចជាមួយសម្ដេចរៀងរហូតតទៅបាទក៏សូមមួយទៀតក៏សូមជូនពរដល់ឯកឧត្តមប៉ាន់ខែមន្ថនដែលបានដោះស្រាយបានឲ្យប្រជាពលរដ្ឋមានដីធ្លីនៅទីកន្លែងនេះហើយព្រមទាំងមានដីឡូដីអីអញ្ចឹងហើយយើងមានបានកម្មសិទ្ធិរឹងដល់កាន់ដល់ត្រឹមត្រូវហ្មងអត់មានប្របាកថាបាននេះទន់ចេះគេមិនយល់ទេដាក់កន្លែងណាក៏បានដែរអង្គការណាក៏គេរត់ទទួលដែរបាទយើងបាទសូមអរគុណបងសូមអរគុណ